សូមគោរពអញ្ជើញអបអរសាទរពិធីកាត់ខ្សែបរដាក់ឲ្យប្រើប្រាស់ដំណើរការពីខាងគ្មានរបស់មន្ត្រីសុខាភិបាលនៅព្រឹកថ្ងៃទី6ខែឧសភាឆ្នាំ2026នេះឯកឧត្តមឈៀងឡាក់ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែងនិងឯកឧត្តមសសុពុត្រាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅអគាររដ្ឋបាលមន្ទីរសុខាភិបាលអគារការិយាល័យនិយត្តកម្មសុខាភិបាលព្រមទាំងខ្លោងទ្វារនិងរបងថ្មីនៃមន្ទីរសុខាភិបាលខេត្តពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណមន្ទីរសុខាភិបាលខេត្តដែលមានការចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្តលោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្តមន្ត្រីរាជការបុគ្គលិកសុខាភិបាលសាស្ត្រាចារ្យនិងសិស្សនិស្សិតសុខាភិបាលយ៉ាងច្រើនកកកលោកវិជ្ជបណ្ឌិតអង្គសូវៀតប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថាសមិទ្ធផលសំខាន់ដែលសម្ពោធនាឱកាសនេះរួមមានអគាររដ្ឋបាលមន្ទីរសុខាភិបាលកម្ពស់4ជាន់ដែលមានទំហំទទឹង13ម៉ែត្រនិងបណ្ដោយ30ម៉ែត្រចែកចេញជា21បន្ទប់ធ្វើការព្រមទាំងបន្ទប់ទឹកចំនួន24បន្ទប់ដែលបានចាប់ផ្ដើមសាងសង់តាំងពីឆ្នាំ2015និងបញ្ចប់ជាស្ថាពរនៅឆ្នាំ2026លោកបន្ថែមថាការសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលសុខាភិបាលនាពេលនេះក៏មានខ្លោងទ្វារដែលមានកម្ពស់និងទទឹង 9.9 ម៉ែត្រដែលបានសាងសង់រួចរាល់នៅដើមឆ្នាំ2019និងរបងមន្ទីរប្រវែងសរុបជាង130ម៉ែត្រនិងអគារការិយាល័យនិយត្តកម្មសុខាភិបាលកម្ពស់1ជាន់ដែលមាន4បន្ទប់ធ្វើការផងដែរដែលបញ្ចប់ការសាងសង់ក្នុងខែមិនិនាឆ្នាំ2026នេះក្នុងប្រសាសន៍សម្ដែងសម្ដាលនាឱកាសនោះឯកឧត្តមសសុពុត្រាអភិបាលខេត្តស្ទឹងត្រែងបានសម្ដែងនៅការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរសុខាភិបាលនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីសុខាភិបាលគ្រប់រូបដែលឯកឧត្តមប្រសិទ្ធនាមថាជាកងទ័ពអាវសដែលបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលក្នុងបេសកកម្មសង្គ្រោះជីវិតប្រជាពលរដ្ឋឯកឧត្តមបានរំលឹកថាបងប្អូនមន្ត្រីសុខាភិបាលមិនត្រឹមតែបានតស៊ូក្នុងដំណាក់កាលរីករាលដាលនៃជំងឺ Covid-19 ប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានបង្ហាញវត្តមានយ៉ាងអង់អាចក្លាហាននៅគ្រប់សមរភូមិចូលរួមជាមួយកងទ័ពជួរមុខក្នុងការការពារបូរណភាពទឹកដីនាអំឡុងពេលមានការឈ្លានពានពីប្រទេសជិតខាងនាពេលថ្មីនេះផងដែរឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថាសមិទ្ធផលនៃអគាររដ្ឋបាលនិងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងមន្ទីរសុខាភិបាលនេះគឺជាសក្ខីភាពដ៏រឹងមាំដែលឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋជាអាទិភាពការកសាងហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើបនេះគឺជាការបោះជំហានយ៉ាងសំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដើម្បីពង្រឹងមូលធនមនុស្សនិងធ្វើបដិវត្តកម្មវិស័យសុខាភិបាលឲ្យកាន់តែមានប្រសិទ្ធភាពសមធម៌និងបរិយាបន្នព្រោះកាលណាប្រជាពលរដ្ឋមានសុខភាពល្អនោះនឹងនាំមកនូវផលិតភាពការងារខ្ពស់ដែលជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាពឯកឧត្តមសសុពុត្រាបានផ្ដល់នូវអនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំនិងមន្ត្រីសុខាភិបាលទាំងអស់ត្រូវបន្តតម្កល់ផលប្រយោជន៍សាធារណៈជាធំបម្រើសុខភាពជូនប្រជាពលរដ្ឋប្រកបដោយសីលធម៌សុជីវធម៌និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ជាពិសេសត្រូវមានស្មារតីបម្រើសេវាប្រកបដោយស្នាមញញឹមនិងខិតខំរៀបចំកែលម្អគុណភាពសេវាឲ្យកាន់តែប្រសើរមានសុវត្ថិភាពនិងប្រសិទ្ធភាពដើម្បីឈានទៅសម្រេចឲ្យបាននូវគោលដៅនៃការគ្របដណ្ដប់សុខភាពជាសកលដែលធានាថាប្រជាពលរដ្ឋគ្រប់រូបអាចទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាពសុវត្ថិភាពនិងមិនមានការរើសអើងឡើយ។